បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម YouTube និង Facebook ទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមានថ្ម Red Jasper យកមកបង្ហាញដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីបានទេសនាថាថ្មទាំងនេះតើគេប្រើខាងអ្វីបាទអញ្ចឹងថ្មទាំងនេះគឺបើយើងនិយាយតាមជំនឿគេជឿថាមានហុងស៊ុយនិងធម្មពលបាទហើយប្រសិនបើវាមិនអាចជួយអ្វីយើងបានក៏យើងអាចយកមកធ្វើជាគ្រឿងលម្អបានបាទយើងអាចសាងជាខ្សែដៃអង្កាំជាចិញ្ចៀនជាខ្សែកអង្កាំគឺយើងអាចយកមកច្នៃធ្វើជាគ្រឿងលម្អបានជំនឿលើផ្នែកហុងស៊ុយនិងធម្មពល Feng Shui and Crystal Healing នៅក្នុងពិភពនៃថ្មរ៉ែនិងហុងស៊ុយ Red Jasper ត្រូវបានគេហៅថាជាថ្មនៃកម្លាំងធម្មពលនិងភាពស៊ូទ្រាំតាក់ទាញលាភសំណាងនិងការការពារគេជឿថាវាជួយការពារម្ចាស់ពីធម្មពលអវិជ្ជមានឬការច្រណែនឈ្នានីសពីអ្នកដទៃនិងជួយបង្កើនភាពក្លាហានផ្ដល់លំនឹងផ្លូវចិត្តពណ៌ក្រហមដីរបស់វាជួយឲ្យអារម្មណ៍ដែលកំពុងតែស្មុគស្មាញឬតានតឹងត្រឡប់មកមានលំនឹងនិងស្ងប់ចិត្តឡើងវិញ grounding energy តំណាងឲ្យធាតុដីនិងធាតុភ្លើងយោងតាមក្បួនហុងស៊ុយចិនឬឥណ្ឌាវាស័ក្តិសមបំផុតសម្រាប់អ្នកដែលមានរាសីត្រូវនឹងធាតុទាំងនេះឬអ្នកដែលចង់បង្កើនចំណង់និងការតាំងចិត្តក្នុងជីវិតផ្នែកសុខភាពនិងការធ្វើសមាធិ meditation and well-being ជំនួយដល់ការធ្វើសមាធិគេច្រើនកាន់ដុំថ្មនេះនៅក្នុងដៃឬដាក់ក្បែរខ្លួនពេលធ្វើសមាធិដើម្បីជួយឲ្យចិត្តប្រមូលផ្ដុំបានល្អ focus ជំនួយដល់ចក្រា chakra នៅក្នុងក្បួនយោគៈឬការព្យាបាលដោយធម្មពលថ្ម Red Jasper ត្រូវគ្នានឹង root chakra ចក្រាមូលដ្ឋានឬចក្រាទី1ដែលស្ថិតនៅផ្នែកខាងក្រោមនៃឆ្អឹងកងខ្នងដែលជួយទ្រទ្រង់កម្លាំងកាយសុខភាពសាច់ដុំនិងប្រព័ន្ធរបត់ឈាមរត់ឲ្យមានដំណើរការល្អបាទហ្នឹងហើយថ្មដែលខ្ញុំបានបង្ហាញហ្នឹងគឺបានសាងជាក្របអង្កាំរួចរាល់ហើយឃើញតាវាក៏ស្អាតម្យ៉ាងដែរហើយបើសិនបើពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍ចង់ជាវនៅខ្សែដៃអង្កាំសាងពីថ្មធម្មជាតិឬក៏ពីក្លឹមឈើផ្សេងមានរួមដូចជាបញ្ញាក្អែកពុកម៉ែបងប្អូនអាចទំនាក់ទំនងមកខ្ញុំបានណាតម្លៃសមរម្យទេហើយសម្រាប់លេខទូរស័ព្ទគឺ0989595008បាទហើយជាចុងក្រោយក៏សូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលចូលរួមទស្សនានៅវីដេអូឃ្លីបរបស់ខ្ញុំបាទ